ធ្លាប់មានអារម្មណ៍ថា switch keyboard របស់អ្នកទាំងអស់គ្នាមើលទៅដូចជាធន់ដៃពេកឬស្រាលហួសហេតុអត់? នេះគឺដោយសារតែគ្រាប់រសើរឬយើងហៅថា spring នៅខាងក្នុង switch មួយនេះវាជាអ្នកកំណត់ថា switch នឹងធ្ងន់ឬស្រាលដោយផ្អែកទៅលើកម្លាំងសង្កត់ពេលដែលយើងចុចពេលដឹងមូលហេតុហើយតោះមកមើលថាប្រភេទមួយណាដែលស័ក្តិសមបំផុតសម្រាប់អ្នកទាំងអស់គ្នាដូចជាគ្រាប់ KTT Coconut Latte នេះអញ្ចឹងវាមានកម្លាំងសង្កត់ actuation force ត្រឹមតែ37ក្រាមនិង bottom force 45ក្រាមប៉ុណ្ណោះមានន័យថាវាជាប្រភេទ switch ស្រាលងាយស្រួលវាយហើយល្អខ្លាំងសម្រាប់អ្នកដែលត្រូវធ្វើការងាររាប់ម៉ោងដោយសារតែវាស្រាលបែបហ្នឹងហើយទៅវាយយូរក៏មិនងាយចុកដៃឬហត់ដៃដែរប៉ុន្តែព្រោះតែវាស្រាលពេកពេលខ្លះក៏អាចធ្វើឲ្យយើងងាយនឹងចុចខុសឬច្រឡំប៉ះ key ក្បែរៗនឹងដែរបើអ្នកទាំងអស់គ្នាអាសាជួបបញ្ហាចុចខុសញឹកអ្នកទាំងអស់គ្នាគួរតែសាកប្រូមកប្រើ switch ធ្ងន់វិញម្ដងដូចជាគ្រាប់ Holy Panda នេះវាមានកម្លាំងសង្កត់ actuation force ដល់ទៅ55ក្រាមនិង bottom force 67ក្រាមប្រភេទនេះគឺល្អមែនទែនសម្រាប់អ្នកដែលត្រូវការភាពច្បាស់លាស់និងមិនចង់វាយអក្សរខុសច្រើនព្រោះវាបង្ខំឲ្យម្រាមដៃយើងសង្កត់ទៅចំនិងមានទម្ងន់ជាងមុនតែទោះជាយ៉ាងណាវាត្រូវចំណាយកម្លាំងសង្កត់ច្រើនជាងមុនដែលអាចធ្វើឲ្យងាយចុកដៃបន្តិចហើយក៏មិនសូវអំណោយផលសម្រាប់ការលេងហ្គេមដែរសង្ឃឹមថាវីដេអូនេះអាចជួយឲ្យអ្នកទាំងអស់គ្នារើស switch ដែលត្រូវចិត្តបានអរគុណ